បាទបងប្អូនដោះសំណាញ់មូសចាស់ចេញដាក់សំណាញ់អាលុយមីញ៉ូមរបស់កវ៉ាន់យើងចូលបានជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះក្រុមការងាររបស់កវ៉ាន់យើងបានទៅដោះសំណាញ់ចាស់ចេញរបស់អតិថិជនមួយកន្លែងនៅខាងបរិយាជីបម៉ុង271ដែលការគាត់ដំឡើងគឺមិនមែនដំឡើងខាងកវ៉ាន់ទេហើយគាត់ប្រើទៅមានជាបញ្ហាសំណាញ់របស់គាត់ខូចអញ្ចឹងគាត់ក៏បានតាក់ទងក្រុមការងាររបស់កវ៉ាន់យើងទៅជួសជុលជូនគាត់ហើយបន្ទាប់ពីយើងទៅជួសជុលជូនគាត់យើងសង្កេតឃើញថាសំណាញ់របស់គាត់គឺមានបញ្ហាខូចទៅលើទីតាំងមួយចំនួនអ្វីដែលពិសេសនោះគឺការប្រើប្រាស់គឺអត់ត្រូវជាមួយនឹងមុខងារតែម្ដងដោយសារសំណាញ់មូសគឺគាត់ទៅឡើងនៅទីតាំងទ្វារខាងមុខធំហើយគាត់មានសត្វចិញ្ចឹមនៅផ្ទះរបស់គាត់អញ្ចឹងគឺពេលដែលគាត់បិទសំណាញ់ទៅគឺសត្វចិញ្ចឹមរបស់គាត់ហ្នឹងគឺអាចខ្វៅឬក៏អាចដើរបុកអញ្ចឹងធ្វើឲ្យសំណាញ់មូសហ្នឹងគឺវាឆាប់ខូចខ្លាំងមែនទែនព្រោះយើងប្រើខុសទីតាំងខុសនៃមុខងាររបស់វាអញ្ចឹងក្រុមការងាររបស់កវ៉ាន់យើងក៏បានប្រឹក្សាជូនអតិថិជនឲ្យគាត់ដំឡើងជាប្រភេទសំណាញ់អាលុយមីញ៉ូមព្រីបតខាងកវ៉ាន់យើងវិញម្ដងដែលវាមិនត្រឹមតែការពារជាមួយនឹងសត្វល្អិតចេញចូលប៉ុណ្ណោះទេគឺវាការពារជាមួយនឹងឆ្កែឆ្មាកណ្ដុរហើយវាមានសោសម្រាប់យើងលុកបន្ថែមទៀតដែលវាមានលក្ខណៈជាព្រីបតហើយរឹងមាំខ្លាំងមែនទែនអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលមានតម្រូវការដំឡើងជាប្រភេទផលិតផលណាដែលការពារជាមួយនឹងសត្វល្អិតមូសនៅទីតាំងទ្វារខាងមុខធំហើយពុកម៉ែបងប្អូនទាំងគ្នាមានចិញ្ចឹមនៅសត្វចិញ្ចឹមមានដូចជាឆ្កែឆ្មាឬក៏កណ្ដុរពុកម៉ែបងប្អូនទាំងគ្នាអាចដំឡើងជាប្រភេទសំណាញ់អាលុយមីញ៉ូមបានបាទសូមអរគុណ